khen đọc này là việc tập đếnนี้យើងនឹងប្រើ texture ច្រើនដែរជាមួយនឹង slime frame របស់យើងព្រោះយើងត្រូវការនៅក្នុងហ្នឹងប្រហែលជាយើងត្រូវតែ compose texture ណាឯសារនៅក្នុងនេះខ្ញុំនឹងបង្ហាញដល់អ្នកជាមួយ texture ដែលយើងត្រូវប្រើនេះឃើញទេវាមានច្រើនគួរសមដែរអញ្ចឹងណាអានេះCrafter ដែលខ្ញុំចាក់ download មកទុកសកួរអញ្ចឹងណាអ្នកទាំងគ្នាប៉ុន្តែអ្នកទាំងនេះនឹងត្រូវធ្វើតាមខ្ញុំអញ្ចឹងតាក់ទងជាមួយ texture ផងដែរជាមួយខ្ញុំបើកមកឲ្យអ្នកគ្នាអញ្ចឹងសូមអធិស្ឋានចំពោះសំឡេងរំខានណាព្រោះខ្ញុំនៅខាងក្រៅអញ្ចឹងនេះអក្សរនេះខ្ញុំយកពី file AI ទេអ្នកទាំងគ្នាគាត់តែខ្ញុំ copy ដាក់នៅក្នុងហ្នឹងអញ្ចឹងណានេះអក្សរយើងអ្នកទាំងគ្នាអូខេអញ្ចឹងឥឡូវយើងបន្តយើងចាប់ផ្ដើមចាក់ពណ៌ទៅលើ spline frame texture របស់យើងម្ដងអញ្ចឹងនៅក្នុងហ្នឹងដូចខ្ញុំប្រាប់អញ្ចឹងខ្ញុំប្រើ texture ច្រើននេះមាន texture មានប្រើបាំមាន round នេះ normal អញ្ចឹងណាហើយមានអក្សរមានអីលើ texture របស់យើងអូខេឥឡូវយើងចាប់ផ្ដើមទៅធ្វើទាំងអស់គ្នាណាអូខេអញ្ចឹងឥឡូវខ្ញុំតម្លាក់ចុះមកវិញសិនអញ្ចឹងដំបូងអ្នកទាំងអស់គ្នាចូលមក material មកអូខេ create បន្ទាប់មកអានេះខ្ញុំប្រើជាមួយនឹង composite material ណាអ្នកទាំងអស់គ្នានេះអូខេអញ្ចឹងខ្ញុំចុចវាមួយសិនមកអញ្ចឹងអានេះខ្ញុំដាក់វាtexture អញ្ចឹងមក touch underscore compose អូខេដាក់ប៉ុណ្ណឹងមកអញ្ចឹងខ្ញុំដាក់វាទៅលើ spline frame របស់យើងមកអូខេដាក់ទី1នេះសិនណាអូខេអញ្ចឹងខ្ញុំដាក់ចូលចឹងមកអញ្ចឹងខ្ញុំកាមេរ៉ាខ្ញុំដោះមកដើម្បីដាក់ឲ្យធំពេកដើម្បីឲ្យអ្នកទាំងអស់គ្នាឃើញណាហើយដាក់កន្លែងនេះសិនអូខេអញ្ចឹងយើងចូល select ទៅលើ material មកយើង tick កន្លែង node យ៉ាងនេះមកអូខេអញ្ចឹងmaterial ទី1អញ្ចឹងខ្ញុំទាញកន្លែងចុចនេះក៏បានយើងវាយកន្លែងនេះក៏បានអញ្ចឹងខ្ញុំអាចវាយពាក្យ sub ជាក៏បានឬក៏យើងទាញកន្លែងនេះបានអាចចុចអញ្ចឹងមកនេះវាឲ្យពាក្យថា sub material អូខេឥឡូវខ្ញុំចាក់ material នឹងមុនសិនអូខេអញ្ចឹងចាប់ដើមទៅយក texture របស់យើងអញ្ចឹងខ្ញុំចូលយក texture អញ្ចឹងកន្លែងនេះវាដាក់ I make texture អូខេនេះ touch អញ្ចឹងដំបូងខ្ញុំយក texture នេះជាមុនសិនពេលនេះអត់មានសំឡេងម៉ូតូមានអីខានដែរអញ្ចឹងណាអញ្ចឹងសូមអធិស្ឋានអូខេបន្ទាប់មកខ្ញុំទាញវាចូលទៅ specular នេះឃើញវាចេញរូបរាងហ្នឹង frame របស់យើងហ្នឹងខ្ញុំទាញវាព្រួយបន្តិចអ្នកនរគ្នាទៅ copy color ដែលខ្ញុំបានដាក់ឲ្យនេះអូខេអានេះ color texture របស់យើង Ctrl A Ctrl C មកនេះកន្លែង diffuse នេះអូខេយើងចូលកន្លែងជ្រូកផាសវាមកឃើញអត់អូខេអញ្ចឹងយើងបានពណ៌របស់ frame របស់យើងហើយជាមួយនឹង spline របស់យើងហើយអញ្ចឹងបន្តមកទៀតខ្ញុំ copy វាមួយទៀតមកអូខេជា control ហើយខ្ញុំទាញដាក់បាំទៅមើលនេះឃើញទេអញ្ចឹងពេលដែលយើងដាក់បាំទៅវាឃើញផាន់យើងនឹងវាផុសតែម្ដងឃើញអត់អូខេអញ្ចឹងបន្តមកទៀតផាន់យើងនេះតើតជាមួយនឹង material យើងវាអត់តាន់ដូចជាกระดาษហើយអញ្ចឹងយើងដាក់ texture กระดาษមួយទៀតមកអូខេអញ្ចឹងខ្ញុំដាក់ជាមួយ I make texture យើងមួយទៀតអូខេអញ្ចឹងខ្ញុំយកអានេះណាអ្នកនរគ្នាអូខេអានេះបាំនេះខ្ញុំយកអានេះមកនេះកាត់ថននេះអូខេអញ្ចឹងនេះខ្ញុំដាក់កន្លែង normal ឃើញទេវាមានវាដូចជាกระดาษអីចឹងណាអញ្ចឹងកន្លែងនេះវាក្រាស់ពេកណាបងប្អូនអញ្ចឹងខ្ញុំបន្ថយវាបន្តិចមកអញ្ចឹងខ្ញុំដាក់ជាមួយនឹង UV transform ចានេះខ្ញុំដាក់វា 0.2 បានហើយនេះឃើញអត់អូខេបន្ទាប់ទៀតយើងមើលกระดาษរបស់យើងនឹងមើលទៅវាអាឡងក្នុងពេកអញ្ចឹងខ្ញុំចង់ឲ្យអាឡងពេកទេអញ្ចឹងតាក់ទងជាមួយកន្លែងអាឡងវាតាក់ទងមួយ round ណានេះណាខ្ញុំធីកន្លែងនេះមកខ្ញុំទាញវាមកញ៉ាំនេះ
តែខ្ញុំប្រើជាមួយ texture ដូចគ្នាដែរចឹងខ្ញុំទាញជាមួយនឹង I make texture យើងមួយទៀតមកអូខេ touch នេះកន្លែងនេះចឹងយើងទាញដាក់កន្លែងហ្នឹងមកនេះឃើញអត់ចឹងបាំនេះបើសិនជាខ្លាំងពេកអ្នកនរគ្នាអាចបន្ថយបានចឹងណាឃើញវារៀងគ្រាន់ជាងមុនឥឡូវខ្ញុំនឹង compare ឲ្យអ្នកនរគ្នាមើលខ្ញុំទាញ comment តិច break តិចមកអូខេខ្ញុំចុច compare នេះ store render buffer នេះអូខេចាំតោះមកខ្ញុំដោះនេះចេញជាមួយខ្ញុំដោះវាចេញវិញអូខេជាមួយយើង compare វាទៅវា AB នេះឃើញទេចឹងពេលដែលយើងប្រើជាមួយនឹង texture វា soft ទេបានល្អជាងអូខេអញ្ចឹងយើងដោះវាវិញអញ្ចឹងយើងប្រើជាមួយ texture យើងវិញមកអូខេអញ្ចឹងវា soft បានស្អាតអញ្ចឹងចំពោះ spatula ខ្ញុំ add បន្ថែមទៀតជាមួយនឹង gradient អូខេហើយខ្ញុំបានដាក់ note ឲ្យអ្នកទាំងអស់គ្នាដែរកន្លែងនេះគេ copy តាមខ្ញុំមកគេផាកន្លែងត្រង់ជ្រូកនេះមកអូខេអានឹងតិចតិចតែពណ៌វាជួយអ្នកទាំងអស់គ្នាពេលខ្លះយើងមើលដឹងឯងមួយទៀតមកពេល Ctrl C Ctrl V មកអូខេអញ្ចឹងវារៀងខ្ទាតពណ៌មាសចូលឲ្យញ៉ាំបើយើងអត់ដាក់ទេវាទៅជាសសុទ្ធអញ្ចឹងទៅអញ្ចឹងវាអត់ដូចกระดาษអូខេអញ្ចឹងឥឡូវយើងបានmaterial ទី1ណាអូខេអញ្ចឹងយើងអានេះយើងប្រើជាមួយបាំហើយអានេះបើសិនជាខ្លាំងពេកនេះទាំងអស់គ្នាអាចបន្ថយបានបាំរបស់យើងឥឡូវខ្ញុំក្រប់មើលបញ្ញាតនេះញ៉ាំអូខេអញ្ចឹងខ្ញុំដាក់1វិញហើយទៅស្អាតអូខេខ្ញុំដាក់1វិញអូខេខ្ញុំដោះក្រប់មកវិញ save ផងអ្នកនរគ្នា complete save អញ្ចឹងឥឡូវយើងបង្កើតជាមួយនឹង sub material មួយទៀតមកអញ្ចឹងអ្នកទាំងអស់គ្នាទាញកន្លែងនេះមកនេះmaterial 2នេះចុចចឹងមកអូខេបន្លែងមកវាមានពាក្យ sub material ហើយអូខេអញ្ចឹងពេលអានេះបើសិនជាខ្ញុំដាក់ចឹងអ្នកទាំងអស់គ្នាអាចមើលនឹងអត់យល់ឥឡូវខ្ញុំដោះនេះចេញសិនណាខ្ញុំដាក់ទៅលើ material មួយទៀតអូខេអញ្ចឹងកន្លែងនេះដែរខ្ញុំប្រើជាមួយនឹង texture យើងមួយទៀតអូខេអញ្ចឹងកន្លែងនេះខ្ញុំដាក់ texture make texture អូខេអញ្ចឹងយើងយក texture របស់យើងមកនេះអានេះsticker 01នេះអូខេនេះឃើញចេញរូបត្រីមកហើយអូខេអូខេអញ្ចឹងខ្ញុំទាញសម្រួលតិចមកនេះអញ្ចឹងទី1កន្លែងហ្នឹងខ្ញុំយកត្រីពណ៌មាសមិនអញ្ចឹងហ៎អញ្ចឹងយើងដូរពណ៌មកអញ្ចឹងតាក់ទង diffuse color យើងទៅយកពណ៌របស់យើងដែលខ្ញុំដាក់នៅក្នុងអីឡានេះពណ៌នេះមក Ctrl A Ctrl C អូខេ spatula ចឹងនេះខ្ញុំដាក់ជាមួយនឹងRGB spectrum អូខេអញ្ចឹងអានេះពណ៌ដែលយើងធ្វើឲ្យវាដូចពណ៌មាសយើងដាក់ទៅលើ spatula អូខេហើយយើងដាក់ផាសពណ៌ឲ្យចូលមកកន្លែងទ្រង់ជ្រូកនេះ Ctrl V យ៉ាងមកអូខេអញ្ចឹងកន្លែង diffuse នេះអានេះខ្ញុំដាក់មក black អូខេអញ្ចឹងយើងអត់តឃើញពណ៌ដូចមាសទេអញ្ចឹងអ្នកទាំងអស់គ្នាចូលទៅកន្លែង brownness អានេះយើងដាក់វា soft តិចមកគេដាក់ 0.2 សិនហើយ IOR នេះគឺកន្លែងនេះអ្នកទាំងអស់គ្នាអញ្ចឹងនេះខ្ញុំដាក់1មកឃើញទេដាក់1ឃើញវាចេញរៀងពណ៌ទឹកមាសហ្នឹងអត់អូខេអញ្ចឹងយើងបាន material ទី2ហើយអ្នកទាំងអស់គ្នានេះអត់នេះអូខេចឹងអានេះ material ទី2គឺរូបត្រីណាអូ
ចឹង material បាំនោះមួយជាមួយกระดาษរបស់យើងអានេះ material ទី2គឺរូបត្រីចឹង material ទី3គឺយើងដាក់ជាមួយនឹងអក្សររបស់យើងម្ដងអញ្ចឹងកន្លែងខ្ញុំទាញទៀតមកចឹងខ្ញុំដាក់ sub material អូខេនេះខ្ញុំដាក់ទី3អូខេអញ្ចឹងខ្ញុំដោះឲ្យចេញមួយទៀតសិនតែយើងរុញទៅទី1វិញដើម្បី solo អ្នកទាំងអស់គ្នាឲ្យស្រួលមើលអញ្ចឹងណាអ្នកទាំងអស់គ្នាពេលខ្ញុំដាក់ទៅមិនយកហ្មងខ្លាចអត់យល់ថាណាជាស្អីគេអញ្ចឹងខ្ញុំធ្វើឲ្យមួយហើយចាំយើង combine វាចូលគ្នាអញ្ចឹង material នេះខ្ញុំប្រើ texture ដូចគ្នាដែរអូខេអញ្ចឹងកន្លែងនេះ bump អូខេខ្ញុំទាញ I make texture នេះអញ្ចឹងខ្ញុំទៅយកអក្សររបស់យើងមកនេះអក្សរអ្នកទាំងអស់គ្នាអូខេឥឡូវខ្ញុំយកអក្សរនេះមួយសិនមកនេះអូខេនេះចេញមកហើយនេះអូខេខ្ញុំសាកបើកកាមេរ៉ាមើលចឹងខ្ញុំយកមួយទៀតអូខេឥឡូវខ្ញុំដាក់ texture នេះជាមុនសិនទៅអូខេចឹងឥឡូវអានេះ material អក្សរអ្នកទាំងអស់គ្នាអញ្ចឹងអានេះយើងដាក់ពណ៌មាសដូចគ្នាដែរអញ្ចឹងទី1កន្លែងនេះខ្ញុំដាក់ពណ៌ខ្មៅមកអូខេហើយ specular ខ្ញុំលេងអានេះពី RGB spectrum មក specular ដូចគ្នាមកព្រោះវាដូចគ្នាឃើញអត់ប៉ុន្តែយើងកែជាមួយនឹង index នេះបាននេះអានេះដាក់មួយដូចមុនដែរហើយនឹង roundness 0.2ទៅណាឲ្យវាសបតិចអូខេអូខេអញ្ចឹងឥឡូវយើងបាន material 3សម្រាប់ compose ឥឡូវខ្ញុំទាញមកមួយសិននេះ material ទី1អូខេដាក់គៀកគ្នាចេះ material ទី1 material ទី2អូខេអញ្ចឹងយើងអត់ទាន់ឃើញអ្វីប្រែប្រួលទេចាំមើលតិចទៀតខ្ញុំនឹងបង្ហាញដល់អ្នកគ្នាអញ្ចឹងអានេះ material ទី3អញ្ចឹងយើងបន្ថែម material យើងមួយទៀតមកអូខេយើងឃើញលេខ2អត់អញ្ចឹងវាមានតែ2នេះ1 2អញ្ចឹងយើងថែមមួយទៀតមកណាអូខេ3នេះអត់អញ្ចឹងយើងទាញអានេះចូលមកអូខេអញ្ចឹង material នេះ copy mix material នេះទាំងអានេះ mix material វាមាននេះ material 1 material 2តែបាទ compose អត់មានទេមានតែមួយអញ្ចឹងវាលាក់នៅក្នុងនេះទាំងអស់នៅក្នុង node របស់យើងណាអូខេអញ្ចឹងឥឡូវយើងបានទាំងអស់វា3 material 3 sub អូខេនេះ sub material អូខេអញ្ចឹងឥឡូវអ្វីដែលយើងត្រូវធ្វើទី1យើង match អូខេអញ្ចឹងទី1យើង match មកអញ្ចឹងអានេះខ្ញុំខ្ញុំ copy វាមួយមកអូខេអញ្ចឹងខ្ញុំ match កន្លែងនេះមួយ match រូបត្រីរបស់យើងឃើញអត់នេះចាប់ដើមឃើញរូបត្រីដែតផុសមកហើយអូខេបន្តមកទៀតយើង match អក្សរម្ដងអញ្ចឹងអានេះយើង copy នេះដែរមកនេះ copy អញ្ចឹងមកអញ្ចឹងអានេះmaterial 3អូខេចុចកន្លែង mask នេះមកអូខេឃើញទេអានេះ mask អក្សររបស់យើងឃើញអត់អូខេអ្នកទាំងអស់គ្នាឥឡូវយើងសម្រួលជាមួយនឹងបាំយើងបន្តិចមកណាព្រោះបាំរៀងខ្លាំងតិចអូខេអញ្ចឹងកន្លែងនេះខ្ញុំដាក់វា 0.5 មកបានហើយនេះដូចគ្នាដែរ 0.5 អានេះដូចគ្នាកន្លែងបាំដាក់ 0.5 ទាំងអស់មកអូខេអញ្ចឹងខ្ញុំខ្វាយខ្ញុំចុច save វាមួយមកអញ្ចឹងយើងគប់អានេះយើងដាក់វា01អញ្ចឹងខ្ញុំ copy វាមួយទៀតមកអ្នកទាំងអស់គ្នាចានេះយើងដាក់02មក02យើងដូរអក្សរយើងដាក់ខាងក្រោមម្ដងស្មើយើងខាងក្រោមមកអូខេអញ្ចឹងយើងទាញទៅខាងក្រោមម្ដងនេះឃើញអត់ចឹងនេះដោយសារខាងនេះយើងធំជាងយើងដូរ texture មកណាអូខេអញ្ចឹងទី1 texture កន្លែងបាំយើងនេះយើងដូរដែរមកយើងដូរយកនេះម្ដងមកនេះអូខេអានេះបាំយើងធ្វើអានេះម្ដង
ចឹងអានេះខ្ញុំចុច control copy មកយើងជំនួសកន្លែងនេះវិញដែរមកគេយើងដូរណាគេយើងដូរបាំនេះតមកទៀតយើងដូរកន្លែងនេះដូចគ្នាដែរអានេះយើងដូរ texture ផ្សេងមកមិនយើងប្រើ sticker ទី1ឥឡូវយើងប្រើទី2ម្ដងចានេះខ្ញុំចុច copy មកនេះមកអូខេខ្ញុំដាក់មកនេះវិញចានេះយើងលុបចោលចានេះខ្ញុំដាក់មួយមកអ្នកនរគ្នានេះយើងដាក់មួយមកព្រោះយើង copy ពីបាំមកវិញអូខេអញ្ចឹងយើងដាក់ 0.5 ដាក់បាំទៅបានហើយនេះ 0.5 តែនេះយើងដាក់វាមួយមកញ៉ាំអានេះ1បាំ 0.5 អូខេអញ្ចឹងអានេះដូចគ្នាដែរអូ sorry យើងដាក់ខុសកន្លែងដាក់ឡើងនេះអូខេ delete ចេញសិនមកចានេះយើងដូរអក្សរយើងមួយទៀតមកនេះអក្សរវិញគេនេះអូខេអានេះបាំ 0.5 ហើយយើង copy មួយទៀតយើងដាក់មួយវិញចាយើងម៉ាស់កន្លែង3នេះមកនេះឃើញទេអូខេឥឡូវអានេះtexture នេះយើងថែម normal វាបន្តិចមកណាអូខេអាមេ texture យើង copy អានោះក៏បានដែរយើងមិនយកទេនេះអញ្ចឹងអា material 2នេះតាក់ទងជាមួយនឹង normal ហើយនឹង round ណាយើងដាក់ចងចុះនេះតែមួយមកឲ្យវាតម្លៃលេខដូចគ្នានេះចឹងខ្ញុំថាវាខ្ញុំដាក់វា 0.25 អូខេហើយខ្ញុំ copy នេះមក control ចឹងមកអ្នកនរគ្នាតោះខ្ញុំដាក់នៅកន្លែង normal នេះអូខេខ្ញុំដាក់ទៅលើ texture របស់យើងដែរអូខេដល់ក្រោមវិញអញ្ចឹងយើងបើកទៅកាមេរ៉ាយើងធម្មតាវិញអូខេយើងកន្លែងនេះឃើញមានពណ៌ទឹកមាសកន្លែងនេះអត់សូវចេះអ្នកនរគ្នាអញ្ចឹងជាមួយខ្ញុំបើក live path យើងវិញសិនមកអញ្ចឹងអ្នកនរគ្នាបិទ material កន្លែងនេះសិនមកអូខេអ្នកនរគ្នាឥឡូវខ្ញុំ replace ជាមួយ texture យើងនេះវិញណាព្រោះ texture ហ្នឹងខ្ញុំទាញដាក់ខុសអានេះដែលខ្ញុំកែចុងក្រោយគេនេះ KH0102 អ្នកនរគ្នាអូខេអញ្ចឹងខ្ញុំសុំបដូរ texture យើងកន្លែងហ្នឹងអូខេយើងបើកមក material យើងវិញអូខេខ្ញុំទីមក connect តិចមកអូខេចូល node យើងមកអូខេអញ្ចឹងអានេះវីដេអូតែកន្លែងនេះទេអូខេចឹងនេះខ្ញុំយក file Photoshop ក៏បានដែរណាអ្នកទាំងអស់គ្នាដោយសារ Photoshop យើង color វាសខ្មៅដូចគ្នានេះឃើញអត់ចឹងអានេះខ្ញុំដាក់វា02នេះឃើញទេនេះសុខភាពល្អអូខេតោះមក copy អានេះតិចមកចានេះដាក់ទៅបាំ delete ចោលបាំយើងដាក់ 0.5 មិនហើយហើយអានេះដូចគ្នាដែរយើងបដូរឲ្យដែរមកអូខេនេះចឹងអានេះ01អូខេតោះយើងចុច copy វាមកដាក់បាំអូខេ delete ចឹងអានេះខ្ញុំដាក់ 0.5 អូខេចាំនេះអានេះ1
ខេអញ្ចឹងអ្នកទាំងអស់គ្នាអាចសម្រួលជាមួយ texture យើងបន្ថែមទៀតបានអានេះខ្ញុំអាចមូខាត់ក្រោមតិចណាអូខេឥឡូវខ្ញុំបើកទៅលើ element របស់យើងវិញហើយយើង hide material យើងសិនមកអញ្ចឹងកន្លែងនេះខ្ញុំបដូរឲ្យ option នេះ option ឃើញនេះឃើញអត់អញ្ចឹងយើងចង់ទាញ option វាមកយកពាក្យណាយើងទាញមកកន្លែងហ្នឹងមកណាអ្នកទាំងអស់គ្នាអូខេយើងមើល reference របស់យើងគេសុខភាពល្អចានេះយើងទាញនេះទៀតមកអូខេអញ្ចឹងកន្លែងយើងដាក់សុខភាពល្អហើយយើងមើល reference យើងទៀតអានេះសំណាងល្អអូខេអញ្ចឹងយើងទាញសំណាងល្អត្រូវហើយសាច់លើសំណាងល្អនេះ texture ទី2របស់យើងហើយយើងទាញ option តិចមកនេះអូខេអញ្ចឹងបន្ទាប់ទៀតអ្នកទាំងអស់គ្នា complete save មួយផងអញ្ចឹងយើងសារ៉េពលឺតិចមកឲ្យជះទៅលើអក្សររបស់យើងអញ្ចឹងពលឺយើងប្រហែលជានៅក្នុង line ទី5នេះអូខេអញ្ចឹងយើងមើល tag យើងសិនអញ្ចឹង tag យើងនេះបាន select ទៅលើ line 3 line 3 5 6 7 8អូខេឥឡូវខ្ញុំបិទលេខ6អូខេខ្ញុំដាក់ប៉ុណ្ណឹងមកលេខ3លេខ5លេខ8អញ្ចឹងខ្ញុំសម្រួលជាមួយនឹង line 5តិចមកអូខេអញ្ចឹងយើងក្របតិចមើលអូខេក្របប៉ុណ្ណឹងសិនមកអញ្ចឹងខ្ញុំសាក់ទាញពលឺយើងតិចនេះក្រោយតិចមកអូខេហើយយើងឡើងពលឺបន្តិចក៏បានដែរណានេះអាចដាក់120មកអូខេអញ្ចឹងយើងដោះវិញមកអូខេអ្នកនរនេះ complete save មួយផងរបស់យើងអូខេខ្ញុំបើកកន្លែងនេះមកអូខេអញ្ចឹងអានេះID path លេខ8អញ្ចឹងយើងចូលទៅមើល logo របស់យើងអូខេយើងបានបើកហើយលេខ8អ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំសាកទាញវាចូលបន្តិចមកអូខេខ្ញុំដាក់តម្លៃលេខវាឲ្យច្រើនតិចមក100សិននេះឃើញវាភ្លឺមកលើ logo យើងហ្នឹងនេះឃើញអត់ខ្ញុំបិទងឹតទេអូខេអូខេអញ្ចឹងអានេះខ្ញុំដាក់វា150ចុះឥឡូវ ID path ខ្ញុំឲ្យពេលយើងឡើងទៅវាភ្លឺច្រើនដែរទៅលើ object ផ្សេងនេះឃើញអត់ប៉ុន្តែអ្វីខ្ញុំចង់បានតែ logo ឯងឥឡូវខ្ញុំទាញខ្នងបន្តិចអូខេអញ្ចឹងទី1ដប cap យើងនេះខ្ញុំបិទ ID លេខ8អូខេយើងរក cap យើងអូខេយើងបិទនេះមកឃើញទេអូខេហើយយើងបិទកន្លែងនេះមួយទៀតមកនេះរូបចានេះយើងបិទលេខ8ដែរមកអូខេឲ្យភ្លឺពេកហើយបិទទៅលើ slide របស់យើងដូចគ្នាអូខេ8អូខេប៉ុណ្ណឹងមកអ្នកនរគ្នាអញ្ចឹងបន្តមកទៀតយើង copy material នេះមួយទៀតមកនេះអានេះ copy មួយទៀតមកអញ្ចឹងអានេះខ្ញុំដាក់វា Reaper អញ្ចឹង Reaper នេះខ្ញុំបន្ថែម color វាតិចណាឲ្យវារៀងដិតតិចចាស់នេះអូខេអ្នកនរគ្នាអញ្ចឹងប្រដាកយើងមើលទៅស្អាតហើយអញ្ចឹងជាមើលកន្លែងនេះមួយខ្ញុំសាកដបខ្លះជាងនេះកន្លែង object អូខេខ្ញុំសាកបើកលេខ8មើលអូខេអញ្ចឹងអត់ស្អាតទេអញ្ចឹងខ្ញុំសុំបិទហើយឃើញអត់អូខេអញ្ចឹងអ្នកទាំងអស់គ្នា complete save អញ្ចឹងយើងស្រួលកន្លែងនេះតិចមកដោយសារតែសំណាងល្អវាបាត់ពាក្យល្អអញ្ចឹងណាអូខេអញ្ចឹងយើងចុចកន្លែង slide frame របស់យើងមកនេះតិចកន្លែង material មកកន្លែងនេះឡើងនេះយើងបន្ថយវាបន្តិចមកនេះឃើញទេអូខេហើយយើងសេរី option យើងមកមុខបន្តិចមកវិញមកអូខេអ្នកទាំងអស់គ្នាអញ្ចឹងការសម្រួលជាមួយនឹង texture របស់យើងរួចរាល់ហើយណាអញ្ចឹងសម្រាប់មេរៀនបន្ទាប់ទៀតនោះយើងនឹងរៀនជាមួយនឹងការដាក់ effect ទៅលើ lens camera របស់យើង
ហើយនឹងការ render final ចេញជាលទ្ធផលទាំងអស់គ្នាអូខេអរគុណជួបគ្នានៅវីដេអូក្រោយ